ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងជួបគ្នាជាថ្មីបន្តទៀតហើយនៅវីដេអូរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅតាមដងផ្លូវជាតិលេខ5គឺឆ្ពោះទៅខាងទីរួមខេត្តពោធិ៍សាត់ហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវអញ្ចឹងហើយវីដេអូនេះខ្ញុំធ្វើការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនារាល់នៅការធ្វើវីដេអូរបស់ខ្ញុំគឺជាការចែករំលែកនៅទស្សនវិជ្ជាក៏ដូចជាទេសភាពនៅតាមដងផ្លូវដែលខ្ញុំបានធ្វើដំណើរនេះហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រនៅវីដេអូនេះដើម្បីជាការលើកទឹកចិត្តក៏ដូចជាការគាំទ្រនៅសកម្មភាពរបស់ខ្ញុំក៏ដូចជាទស្សនវិជ្ជាដែលខ្ញុំបានធ្វើដំណើរនេះសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយនេះខ្ញុំបានមកដល់ផ្លូវចូលទៅខាងខេត្តពោធិ៍សាត់ហើយគឺយើងចូលតាមផ្លូវចាស់ទេបាទបើសិនជាយើងទៅត្រង់គឺយើងចូលទៅត្រង់គឺជាផ្លូវវាងក្រុងដែលគេបានធ្វើរួចរាល់ហើយអញ្ចឹងហើយបើសិនជាយើងចូលមកទីរួមខេត្តពោធិ៍សាត់គឺយើងជិះផ្លូវរំវងមួយផ្តិលបាទហើយនេះជាទស្សនវិជ្ជារបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរបាទហើយយើងបានធ្វើដំណើរតាមផ្លូវចាស់ហើយយើងឃើញថាទស្សនវិជ្ជានៅពេលល្ងាចគឺស្រស់ស្អាតមែនទែនសម្រាប់ជាការលំហែក៏ដូចជាការធ្វើការថតនៅវីដេអូនេះដើម្បីបង្ហាញពុកម៉ែបងប្អូនហើយយើងបានកំពុងតែធ្វើដំណើរមកដល់រំវងមូលផ្តិលហើយបាទហើយក៏ខ្ញុំក៏បានធ្វើដំណើរបន្តទៀតដើម្បីយើងឆ្ពោះទៅដល់ទីរួមខេត្តពោធិ៍សាត់ផ្ទាល់តែម្ដងហើយនេះជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរជាមួយនឹងក្រុមការងារហើយណាមួយខ្ញុំមកខេត្តពោធិ៍សាត់គឺដោយសារតែខ្ញុំមកបំពេញការងារផងដែរបាទហើយវីដេអូនេះសង្ឃឹមថាមានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាមានការ share ចែករំលែកទៅកាន់បងប្អូនផ្សេងៗទៀតឲ្យបានឃើញពីសកម្មភាពក៏ដូចជាការធ្វើវីដេអូ vlog បែប vlog បាទកំសាន្តនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរបាទហើយទស្សនវិជ្ជាយើងឃើញហើយនៅពេលរសៀលចន្លោះពីម៉ោង4ម៉ោង5ហ្នឹងគឺយើងឃើញមានទេសភាពស្អាតដោយសារតែថ្ងៃរៀបនឹងលិចផងដែរបាទហើយយើងក៏បានធ្វើដំណើរមកដល់ជាបន្តហើយនៅតាមផ្លូវចាស់ក្នុងការចូលទៅក្រុងពោធិ៍សាត់ផងដែរបាទហើយនេះខ្ញុំបានធ្វើដំណើរមកចិត្តដល់នៅខាង stop ហើយយើងក៏ត្រូវឈប់ stop សិនដើម្បីគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាព្រោះដោយសារតែជាគោលការណ៍របស់យើងគឺយើងនៅពេលដែលមានភ្លើង stop នៅតាមដងផ្លូវយើងត្រូវគោរពជានិច្ចដើម្បីសុវត្ថិភាពរបស់យើងផងដែរជាមួយអ្នកដទៃទាំងអស់គ្នាបាទហើយមុនពេលដែលយើងឆ្លង stop ហើយគឺភ្លើងខៀវហើយគឺយើងឆ្លងហើយគឺបន្ទាប់មកគឺយើងបានធ្វើដំណើរមកដល់ក្រុងពោធិ៍សាត់គឺពេលយប់ហើយដោយសារតែខ្ញុំបានចូលទស្សនៈបន្តិចដើម្បីសម្រាកក៏ដូចជាការងូតទឹកងូតអីដើម្បីយើងបន្តមកកំសាន្តពេលល្ងាចដោយពេលយប់ផងដែរហើយយើងធ្វើដំណើរនេះគឺយើងទៅនេះដើម្បីទៅរកអីសម្រាប់ចំអែតកាពះរបស់យើងផងដែរបាទហើយយើងឃើញអំពីទស្សនវិជ្ជានៅពេលដែលយើងធ្វើដំណើរនៅតាមផ្លូវក៏ដូចជាធ្វើដំណើរនៅចូលដល់ក្រុងពោធិ៍សាត់ហើយយើងឃើញមានមនុស្សជាច្រើនគាត់បានធ្វើការមកកំសាន្តក៏ដូចជាហាត់ប្រាណពេលល្ងាចផងដែរបាទហើយនេះសួនច្បារនៅមាត់ទន្លេស្ទឹងបាទនៅក្នុងខេត្តពោធិ៍សាត់ផងដែរបាទហើយខ្ញុំបានធ្វើដំណើរថតសកម្មភាពក៏ដូចជាទេសភាពនៅទស្សនវិជ្ជានៅក្នុងទីរួមខេត្តពោធិ៍សាត់ឃើញថាមានមនុស្សជាច្រើនហើយមានបងប្អូនជាច្រើនគាត់បានទៅកំសាន្តឬក៏អង្គុយលេងនៅខាងមាត់ស្ទឹងផងដែរហើយនេះយើងបានមកដល់កន្លែងហូបអីហើយមុនពេលដែលយើងហូបអីហើយយើងក៏បន្តដំណើរឆ្ពោះទៅខាងសំពៅបាទកន្លែងសំពៅបាទហើយនេះយើងថតទេសភាពក៏ដូចជាទស្សនវិជ្ជានៅតាមផ្លូវនៅពេលយប់ផងដែរនៅក្នុងទីរួមខេត្តពោធិ៍សាត់ហើយយើងឃើញថាមានបងប្អូនជាច្រើនគាត់បានមកអង្គុយលេងនៅសួនច្បារក្នុងខេត្តពោធិ៍សាត់ផងដែរហើយយើងក៏បានថតទស្សនវិជ្ជានេះដើម្បីចែករំលែកកាន់ពុកម៉ែបងប្អូនហើយយើងឃើញថានៅក្នុងទីរួមខេត្តពោធិ៍សាត់គឺមានការអភិវឌ្ឍស្រស់ស្អាតក៏ដូចជាសួនច្បារជាច្រើនហើយយើងក៏បានមកដល់នៅច្រកចូលនៅកន្លែងសំពៅនឹងផ្ទាល់តែម្ដងហើយប៉ុន្តែខ្ញុំមិនបានចូលលេងទេហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមអរគុណក៏ដូចជាជួបគ្នានៅវីដេអូថ្មីបន្តទៀតនៅពេលក្រោយ